đấng thả ta ví miên prop ví miên prop ví miên protaka ở vậy là đặt phương ao kê prop ẩm pơ bạt nú cắt ban bằng hành thả tập hiệu viện trùng vinh nhắc cầm nót ở vậy vậy ở bọn dương ở dương nâng lắp đồ trùng vơ được bọc luôn tuần tam ở vậy đây dương yul thả ví nâng đo phật lọ đó phiếp cùng vốn rồi bọn dươngประสิทธิ์บางยังจองสร้างปิดพบโลกở bàn lọประสาយើងត្រូវសាងសភាវៈជុំវិញខ្លួនល្អជួយឲ្យមនុស្សប្រព្រឹត្តអំពើដែលរីកចម្រើនឲ្យមនុស្សមានសិលធម៌ខ្ពស់មានអាចារ្យធម៌ជឿនលឿនហេតុនេះយើងគូតែយើងគូចង់ផ្ដើមឲ្យមានការផ្ដល់រង្វាន់លើកទឹកចិត្តដល់អំពើល្អនិងទង្វើផ្សេងៗដែលធ្វើឲ្យធ្វើដើម្បីបីប្រយោជន៍រួមជាជាងការដល់រង្វាន់ទៅលើទង្វើផ្សេងមួយចំនួនអ៊ីនវ៉ាន់ប៉ាវឡុងចនប៊ីនវ៉ាន់សាន់ប៊ីនអិនស្ពីននើចិត្តវិទូអាកប្បចិត្តវិទូអាកប្បកិរិយានិយមមានឥទ្ធិពលលេចធ្លោទៅនៅក្នុងចំណន់គ្រិស្តសករាជ1950មួយចំណែកដោយសារគេនាំយកទ្រឹស្ដីនេះទៅអនុវត្តនៅតាមកន្លែងធ្វើការបានយ៉ាងល្អជាពិសេសក្នុងការឃោសនាមុខទំនិញនិងក្នុងចំណោមកងទ័ពរហូតដល់ចំនួនទសវត្សរ៍ឆ្នាំ1960ទើបមានក្រុមអ្នកចេះដឹងស្រកក្រោយដូចជាណមឈុនស្គី1928និងអាល់ប៊ឺតប៊ែនឌូវ៉ាចេញមុខធ្វើការជំទាស់ថាសេចក្តីអាកប្បកិរិយាមានចំណុចខ្សោយដោយសារផ្ដោតសារៈសំខាន់ទៅលើលក្ខណៈខាងក្រៅតែម្យ៉ាងជ្រុលហួសហេតុពេកដែលមុខងារនៃការគិតនិងចិត្តគំនិតមនុស្សគឺជាអ្វីដែលគេគូតែសិក្សាតាមបែបវិទ្យាសាស្ត្របានណមឈុនស្គីអាល់ប៊ឺតប៊ែនឌូវ៉ាអត្ថិភាពនិយមចិត្តសាស្ត្រមនុស្សនិយមក្រុមនេះកើតឡើងនៅសម័យទសវត្សរ៍ឆ្នាំ1950ដោយទទួលឥទ្ធិពលមកពីទស្សនវិជ្ជាអត្ថិភាពនិយមនិងការមានប្រតិកម្មឆ្លើយតបទៅនឹងទ្រឹស្ដីអាកប្បកិរិយានិយមនិងទ្រឹស្ដីចិត្តវិភាគរបស់ហ្វ្រយด์ចិត្តវិទូក្រុមនេះបានស្នើឲ្យមានការពិចារណាទៅលើអ្វីគ្រប់យ៉ាងក្នុងភាពជាមនុស្សដែលមិនមែនគ្រាន់តែពិចារណាសារទៅលើចំណុចបន្តិចបន្តួចនោះទេអាប្រាហាំម៉ាស្លូវ1908-1907បានស្នើឡើងថាមនុស្សយើងមានតម្រូវការចាំបាច់ជាច្រើនដំណាក់កាលនិងដែលចាប់ផ្ដើមពីដំណាក់កាលទាបបំផុតគឺតម្រូវការខាងផ្នែករាងកាយរហូតដល់ដំណាក់កាលទី5គឺបុគ្គលម្នាក់ការពេញលក្ខណៈដែលគេយកឃើញថាវាធ្វើឲ្យមនុស្សមានសុខភាពផ្លូវចិត្តល្អមានគំនិតជឿនលឿនជាអ្នកជួយសាងពិភពលោកឲ្យកាន់តែល្អប្រសើរខាន់រ៉ូជើ1902-1887បានស្នើឲ្យមានការផ្ដល់សារៈសំខាន់ក្នុងការចង់ផ្ដើមឲ្យមានមនុស្សរៀនស្គាល់ពីខ្លួនឯងមើលឃើញពីសារៈសំខាន់របស់ខ្លួនឯងហើយរៀនដោះស្រាយបញ្ហាដោយខ្លួនឯងក៏ជាអ្នកផ្ដួចផ្ដើមឲ្យអ្នកជំងឺរៀនព្យាបាលទៅចិត្តដោយខ្លួនឯងផងដែរជាទស្សនវិជ្ជាបង្ហាញក្នុងចក្រវាឡ